ខ្ញុំមកវិភាគពីរឿងស្ថានភាពនយោបាយបច្ចុប្បន្ននៅស្រុកខ្មែរហ្នឹងនិយាយឲ្យចំទៅយើងនិយាយពីរឿងរបបហ៊ុនសែនរបបហ៊ុនម៉ាណែតបាទតើវាដួលរលំនៅពេលណាប៉ុន្តែមុនចូលព័ត៌មានក្តៅថ្ងៃនេះខ្ញុំឃើញម្សិលមិញហ្នឹងគេប្រតិកម្មព្រាតដែរបាទគេប្រតិកម្មនឹងលោកប្រាក់សខុនបាទលោកប្រាក់សខុនតាក់ទងនឹងរឿងសង្គ្រាមទាំងពីរលើកហ្នឹងបាទសង្គ្រាមខ្មែរទាំងពីរលើកហ្នឹងក៏សង្គ្រាមចប់ទៅក៏ខ្មែរយើងនឹងវាបាត់បង់ទឹកដីបាទថាលោកប្រាក់សខុនហ្នឹងថាទឹកដីការដែលទឹកដីបាត់បង់ហ្នឹងបន្តិចបន្តួចទេបាទយើងមិនបាច់ប្តឹងមិនបាច់អីទេកាត់ឲ្យគេទៅបាទខ្ញុំបាននិយាយពាក្យហ្នឹងតើហេតុអីបានក្នុងនាមជារដ្ឋាភិបាលរបបហ៊ុនសែនហេតុអីប្រាក់នៅក្នុងរបបហ៊ុនសែនរបបហ៊ុនម៉ាណែតហ្នឹងគឺវាតែមួយទេបងខ្មែរយើងបាទដល់អញ្ចឹងយើងនិយាយហ៊ុនសែនហ្នឹងក៏ត្រូវនឹងហ៊ុនម៉ាណែតដែរតើហេតុអីប្រាក់សុខុនគាត់មកប្រើសារទឹកដីខ្មែរយើងដែលបាត់បង់ហ្នឹងមិនបាច់ទៀមទាទេកាត់ឲ្យគេបដ ாய் ទៅតើហេតុអីបានមកប្រើពាក្យហ្នឹងបើខ្មែរយើងមុនក្នុងនាមយើងជាថ្នាក់ដឹកនាំប្រទេសការដែលយើងដឹកនាំប្រទេសធ្វើឲ្យប្រទេសជាតិបាត់បង់ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់ដីធ្លីបាត់បង់ផ្ទះសម្បែងឲ្យប្រជាពលរដ្ឋវេទនាភៀសសឹករាប់ម៉ឺនរាប់សែនអ្នកហ្នឹងហេតុអីបានប្រាក់ខុននឹងគាត់មកប្រើភាសានឹងនៅពេលនេះបងខ្មែរយើងហេតុអីបានដល់ទឹកដីខ្មែរយើងហ្នឹងទឹកដីខ្មែរយើងបាត់ដែល50តំបន់ជាងហ្នឹងថាមិនបាច់ទៀមទាទេកាត់ទឹកដីឲ្យគេបាទកាត់ទឹកដីហ្នឹងឲ្យតែគេបដ ாய் ទៅគាត់ថាទឹកដីហ្នឹងបន្តិចបន្តួចទេតើហេតុអីបានប្រាក់សុខុនគាត់មកប្រើសាររបៀបហ្នឹងមកខ្មែរយើងនៅក្នុងរបបហ៊ុនសែនបើយើងនិយាយពីរឿងនយោបាយវាស្លាប់នយោបាយហើយទាំងនយោបាយការទូតនយោបាយការបរទេសគឺស្លាប់ហើយបាទដល់អញ្ចឹងនៅក្នុងរបបហ៊ុនម៉ាណែតហ្នឹងវារឿងបញ្ហាសង្គមបញ្ហារឿងសេដ្ឋកិច្ចរឿងវិបត្តិសង្គមរឿងមេខ្លោងឧក្រិដ្ឋកម្មឆបោកប្រព័ន្ធស្កេមតាមអនឡាញហ្នឹងរឿងទាំងអស់ហ្នឹងនៅក្នុងរបបហ៊ុនម៉ាណែតរបបហ៊ុនសែនហ្នឹងវាដោះស្រាយអត់ចេញបាទជាពិសេសអារឿងជនភៀសសឹកអារឿងដែលខ្មែរយើងបាត់បង់ទឹកដីនេះបាទខ្មែរយើងទៀមទាទាំងខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទៀមទាឲ្យដាក់បាទឲ្យដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតែនៅក្នុងរបបហ៊ុនសែនហ្នឹងគាត់ចេះតែប្រើសារនយោបាយជាបំផុតហ្នឹងគាត់ចេះតែមកប្រើសារចរចានឹងចរចាទៅចរចាយកអីគេយកទឹកដីយើងទៅចរចាយកយើងទៅចរចាជាមួយគេនឹងចរចាយកស្អីអញ្ចឹងរបបហ៊ុនសែនហ្នឹងគាត់អត់ហ៊ានប្តឹងផ្ដាល់អត់ហ៊ានប្តឹងបាទអត់ហ៊ានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌ ICJ បាទដល់អញ្ចឹងគាត់មកប្រើសារនឹងចរចាទៅអានយោបាយជាបំផុតនយោបាយបោកប្រាស់ហ្នឹងបាទដល់វាបោកប្រាស់ខ្មែរយើងនឹងវាអស់ចិត្តវាទៅដល់មកដំណាក់កាលចុងក្រោយម្សិលមិញនេះឲ្យប្រាក់សុខុនមកចេញផ្សារថាទឹកដីខ្មែរបាត់បង់បន្តិចបន្តួចហ្នឹងមិនបាច់ទៀមទាយកមកវិញទេកាត់ឲ្យគេទៅវាអស់ផ្លូវបាទវាអស់ផ្លូវវាអស់អានយោបាយបោកប្រាស់
អានយោបាយជាផុតដល់បោកប្រាស់ខ្មែរទៅខ្មែរគេលែងជឿប្រជាពលរដ្ឋក្នុងប្រទេសក្រៅប្រទេសគេលែងជឿទៅគេចេះតែជំរុញឲ្យប្តឹងទៅដល់អញ្ចឹងវាដើរដល់ផ្លូវតលច្រកអញ្ចឹងវាមានតែប្រើកាត់ឲ្យគេបដ ாய் ទៅអាហ្នឹងហើយដើម្បីឲ្យប្រជាពលរដ្ឋយើងឲ្យភ្ញាក់ខ្លួនបាទដល់ប្រាប្រាក់តខុនគាត់មកប្រើភាសាហ្នឹងដើម្បីឲ្យពលរដ្ឋខ្មែរយើងភ្ញាក់ខ្លួនកុំឲ្យភ្ញាក់ខ្លួននឹងនៅចាញ់នយោបាយរបបហ៊ុនម៉ាណែតរបបហ៊ុនសែននឹងនៅអានយោបាយមកប្រើពាក្យចចាហ្នឹងបាទអញ្ចឹងខ្មែរយើងចេះតែរងចាំបាទដល់ឥឡូវនឹងប្រាក់តខុនមកប្រើសារចំណុចហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋនៅខ្មែរយើងនឹងភ្ញាក់ខ្លួនបាទអញ្ចឹងរបបហ៊ុនសែនមិនអាចមកដោះស្រាយរឿងបញ្ហារឿងប្រទេសជាតិរឿងយួនរឿងទឹកដីអាលិចកបាត់អាកើតកបងកដាកលិចលងហ្នឹងអញ្ចឹងមិនអាចមកដោះស្រាយកើតទេអញ្ចឹងរបបហ៊ុនសែនហ្នឹងគឺវាដើរដល់ផ្លូវតលច្រកវាដល់ពេលវាដួលលំហើយបាទរបបហ៊ុនសែនហ្នឹងគឺដល់ពេលវាដួលលំវាហ្មងណាបាទអញ្ចឹងបងខ្មែរយើងបានភ្ញាក់ខ្លួនទាំងអស់គ្នាហើយបាទថារបបហ៊ុនម៉ាណែតនេះវាអត់ហ៊ានទៅប្តឹងអត់ហ៊ានទៅដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទេបើពីរបបហ៊ុនសែនរបបហ៊ុនម៉ាណែតហ្នឹងគឺអាយ៉ងគេបាទដល់របបយើងហ្នឹងវាអាយ៉ងគេយើងអត់ហ៊ានប្តឹងគេទេបាទអាហ្នឹងទី1ទី2តកតនឹងរឿងសម្រាប់លោកលីនគីមយ៉ាបាទសម្រាប់លោកលីនគីមយ៉ានៅលើទឹកដីថៃហ្នឹងបាទដល់អញ្ចឹងរបបហ៊ុនសែនហ្នឹងគឺពាក់ព័ន្ធច្រើនណាលោកលីនគីមយ៉ាគាត់ជាជនជាតិបារាំងផងបាទដល់អញ្ចឹងសម្រាប់នៅលើទឹកដីថៃហើយគេទាមទារដែលពួកធាតុករពួកដៃដល់ពួកខ្មាំងភ្លើងនឹងបាញ់សម្រាប់លោកលីមគីមយ៉ានិងអ្នកបជាបាញ់អ្នកនៅបក្រោយហ្នឹងដល់អញ្ចឹងហ៊ុនសែនគាត់ប្រឈមមុខច្រើនណាបាទមើលទីបាទសួស្ដីជូនពរឆ្នាំថ្មីបាទសុខសប្បាយបាទនិយាយរឿងសុខសប្បាយអញ្ចឹងបងនិយាយរឿងសុខសប្បាយអញ្ចឹងតើរបបហ៊ុនសែនគាត់ដួលរលំអាហ្នឹងបានខ្មែរយើងវាសុខសប្បាយបាទបានតែរបបហ៊ុនសែនគាត់នៅពេលនេះក៏វាដើរដល់របបនឹងវាដើរដល់ផ្លូវតច្រកហើយបាទវាដើរដល់ពេលដែលរបបនឹងវាដួលរលំអត់មានអ្នកណាមកជួយជ្រោមជ្រែងទៀតបានទេបាទអត់មាននរណាទៅជួយជ្រុំជ្រែងអីហ៊ុនសែនអីមកកាន់អំណាចអីមកសម្លាប់ជាតិសម្លាប់ខ្មែរទៀតអត់ឲ្យវាដើរដល់ផ្លូវតលច្រករបបនឹងវាត្រូវទៅដួលរលំមកបាទអញ្ចឹងខ្ញុំបើកវងកញ្ចក់ប៉ុណ្ណឹងបាទហើយខ្ញុំនឹងនិយាយពីរឿងតាក់ទងនឹងរឿងបញ្ហាក្រុមហ៊ុននៅស្រុកខ្មែរយើងបាទក្រុមហ៊ុននៅស្រុកខ្មែរយើងគឺដួលលំអស់ហើយបាទទាំងក្រុមហ៊ុនស្អីក៏ដោយក្រុមហ៊ុននៅលើស្រុកខ្មែរយើងហ្នឹងគឺដួលលំអស់ហើយយើងគិតមើលទៅប្រទេសជាតិវាជួបវិបត្តិសេដ្ឋកិច្ចវាជួបវិបត្តិសង្គមចោលឆោបោកនៅពេញប្រទេសបាទការបាញ់បោះសម្លាប់ដឹងកដាថ្ងៃដោយរឿងហុងកុងដល់អញ្ចឹងរបបហ៊ុនសែនហ្នឹងអត់បាទឈរជើងបាទតើប្រតិខុននិយាយថាមិនខ្លះគាត់និយាយថាទឹកដីបាត់បង់ប្រមាណជាង50តំបន់ហ្នឹងគាត់ថាទឹកដីហ្នឹងគឺតែងទួចទេគាត់ថាកាត់ឲ្យគេបដ ாய் ទៅប្រតិខុនគាត់និយាយចឹងបាទហើយយើងជាអ្នកនយោបាយរដ្ឋាភិបាលបើពេលយើងអសមត្ថភាពទឹកដីបាត់បង់យើងមកប្រើពាក្យអញ្ចឹងឲ្យពលរដ្ឋទៅសង្ឃឹមអីបាទទី1ទី2យើងទឹកដីបាត់បង់ហើយយើងអត់ដាក់ពាក្យប្តឹងអាហ្នឹងហើយក្បត់ជាតិទៅបងខ្មែរ
ពាក្យថាក្បត់ជាតិក្បត់ជាតិទី1បត់ជាតិហ្នឹងគឺបំផ្លាញធនធានទ្រព្យសម្បត្តិជាតិធ្វើបាបប្រជាពលរដ្ឋឯងសម្លាប់ប្រជាពលរដ្ឋឯងហ្នឹងអាហ្នឹងក៏ក្បត់ជាតិមួយដែរអាហ្នឹងក៏បញ្យុមន័យក្បត់ជាតិដែរបាទក្បត់ជាតិទី2ហ្នឹងគឺការដឹកនាំយើងហ្នឹងឲ្យវាបាត់បង់ទឹកដីបាទការដឹកនាំយើងកាន់អំណាចពីឪមកកូនហ្នឹងវាបាត់បង់ទឹកដីហើយយើងអត់ព្រមប្តឹងបាទយើងអត់ព្រមប្តឹងហើយយើងថាទៅកាត់ឲ្យគេអាហ្នឹងឲ្យក្បត់ជាតិបាទអញ្ចឹងហើយដូចខ្មែរយើងថាអត់ខុសកាត់ទឹកដីដូរនឹងអំណាចអាហ្នឹងហើយមកជារដ្ឋខ្មែរយើងបាទដល់ប្រតិខុនគាត់ឲ្យយើងនិយាយខ្មែរយើងស្ញាក់ខ្លួនព្រើតអាហ្នឹងហើយកាត់ទឹកដីដូរអំណាចបង្កើតសង្គ្រាមក៏អាហ្នឹងបង្កើតព្រឹត្តិការណ៍ក៏អាហ្នឹងបង្កើតសង្គ្រាមក៏អាហ្នឹងកាត់ទឹកដីដូរអំណាចក៏អាហ្នឹងតែមួយហ្នឹងតកូលហ៊ុនតែមួយហ្នឹងបាទអញ្ចឹងបងប្អូនខ្មែរយើងនិយាយពីរឿងមេខ្លោងធំមេខ្លោងអ ுக ្រិតកម្មប្រព័ន្ធស្កេមឆបោកតាមប្រព័ន្ធអនឡាញការជួញដូរមនុស្សមិនមែនអាចិនស៊ីនឹងមេធំទេណាមែនអាចិនស៊ីនឹងវាកប៉ិកប៉ុកទេគ្រាន់តែគេប្រើវាដើម្បីមកបិទបាំងមុខមាត់គេទេបាទដែលមេខ្លោងអ ுக ្រិតកម្មតាមប្រព័ន្ធអនឡាញការឆបោកហ្នឹងគឺមេខ្លោងធំហ្នឹងគឺតកូលហ៊ុនហ្នឹងមកបាទតកូលហ៊ុនសែនហ្នឹងមេខ្លោងធំបាទឥឡូវយើងមើលកូនចៅហ៊ុនសែនបាក់ពួកហ៊ុនសែនទាំងអស់បាទឥឡូវហ្នឹងអាហ៊ុនម៉ាណែតហ្នឹងគេមកបង្កើតច្បាប់បាទថ្ងៃមុននោះគេប្រើសារថានៅក្នុងខែ4ខែមេសាខែ4ហ្នឹងគេនឹងបោសសម្អាតមេខ្លោងឬមួយពួកអ ுக ្រិតកម្មឆបោកការជួញដូរមនុស្សការឆបោកតាមប្រព័ន្ធអនឡាញហ្នឹងគឺហ៊ុនម៉ាណែតហ្នឹងគេថាខែ4ហ្នឹងគេឲ្យបោសសម្អាតឲ្យអស់បាទបានតែយើងមកស្ដាប់សារនយោបាយហ្នឹងមិនដឹងជាយកអីទេទៅបោសយកអីទៅបោសបើពេលបាក់ពួកនឹងវាមេខ្លោងនៅបឋមហើយតកូលហ៊ុននឹងវាមេខ្លោងធំហើយមេខ្លោងមេដឹកនាំផ្ដាច់ការមេខ្លោងឆបោកមេខ្លោងគ្រឿងញៀននៅនឹងហើយទៅយកស្អីមកបោសសម្អាតឲ្យអស់អាប្រព័ន្ធស្កេមការឆបោកតាមប្រព័ន្ធអនឡាញយកអីទៅបោសបាទអញ្ចឹងយើងហ៊ុនម៉ាណែតនេះមិនអាចមកបោសសម្អាតអស់ទេបើពេលអាតូបាទអាតូនេតសវឿនឯហ្នឹងគុណគីមហ៊ីងមុនហៀងឯហ្នឹងបាទលីចុងផាត់ឯហ្នឹងសិតដើម្បីបង្កើតក្រុមពួកចៅឆបោកប្រព័ន្ធស្កេមហ្នឹងគឺដើម្បីទៅរលុយទៅការពារអំណាចតកូលហ៊ុនអញ្ចឹងតកូលហ៊ុនហ្នឹងគឺមេខ្លោងនៅពីក្រោយបាទអញ្ចឹងគ្រាន់តែជាសារនយោបាយជាមិនផុតនិយាយឲ្យល្អមើលតែវាមិនល្អស៊ីទេបងប្អូនខ្មែរយើងយកស្អីទៅបោសសម្អាតឲ្យអស់ប្រព័ន្ធស្កេមនៅស្រុកខ្មែរបាទមេគ្រឿងញៀនឥឡូវខ្ញុំនិយាយតែពីរឯងបាទខ្ញុំនិយាយតែពីរឯងមេគ្រឿងញៀនមេខ្លោងអ ுக ្រិតកម្មឆបោកតាមប្រព័ន្ធអនឡាញហ្នឹងបើไปចង់បោសសម្អាតឲ្យអស់តើយើងរួមខ្មែរយើងរួមគ្នាបដូរតកូលហ៊ុននឹងមកណាបាទរួមគ្នាបដូរតកូលហ៊ុនឬមួយរបបតកូលហ៊ុននឹងដួលរលំមកបាទតែរបបតកូលហ៊ុននឹងដួលរលំទី1ហ្នឹងមេគ្រឿងញៀនហ្នឹងក៏ដួលរលំអស់ទៀតពួកគ្រឿងញៀនអាមេខ្លោងប្រព័ន្ធស្កេមឆបោកហ្នឹងគឺអស់អាលីងមកបាទរបបហ៊ុនសែនដួលរលំគឺអាប្រព័ន្ធស្កេមឆបោកហ្នឹងគឺដួលរលំទៅជាមួយរបបហ៊ុនសែនហ្មងបើបើថាឲ្យទៅហ៊ុនម៉ាណែតអីមកបោសសម្អាតហ្នឹងបោសសម្អាតអត់អស់ទេបោសសម្អាតអស់បើពេលតកូលនេះឯងនឹងនៅពីក្រោយទៅហើយបាទបើពេលតកូលនេះឯងនៅពីក្រោយនឹងហើយដល់អញ្ចឹងយើងទៅបោសសម្អាតមិនអស់ប
chẳng còn là vì đang một bờ xa này vô bài chuyện phật tệ ba bàn tay lấy nó miền phơ là miền thông mày một và miền ở phơ miền thông ấy đã chờ đạp tới để vô bài số không phải vô bài mày được non bài ca về đa đó phải to cho bà việc slap vô bài ca tu vô ca anh vô bài ca bò tê thằng ca đặng nom thưa ai bắt bongទឹកđây bắt bong bờ tê chiết ai bờ tê chiết anh lia anh hiền prom đắng rồi chẳng về một bờ về một chơi một bờ anh vô bài chiêm phật tới anh lấy nó lừa sờ thay kia bạc cao bạc vậy thôi bà nơi sọc mai giờ nó dường ọt miền ấy tới chấm lại rồi chấm bạc sọc mai nó bà rùm ly bạc cao rùm ly nữa nó về thò mà đá mê được nó vậy bà đó là lấy đấy bạc cao chấm bạc chứ đâu bà kia một con chấm bạc mong người tha kỳ tam chắp mê Ukraine cho bong nơi sọc mai nó kỳ tam chắp đã cục tu miền từ đó mùi chụp vật đó ba chụp bạc cái tôm bạc cao mấy này chụp bạc sọc mai sọc một đua riêng nè và cái bà miền là chụp bạc cái cắt tu cho một phơi năm sam được năm nó rương tẹt to nó rương mê khâu rương bẹ pon nó Ukraine cho bao tam một pon online ca chuối đâu đang bị phục lục rong kru bao ông mai gì ta sẽ bạp nâng dân chưa sẽ bạp nâng còn là thư ai lọ mơ tê ba hôn xe nó còn mình đai tập prơ sẽ bạp ấy tí còn prơ ta anh ấy tệ mọt mình đừng hâm lại các gặp prơ ta anh ấy tệ mọt tê ba chẳng còn là bạc át sẽ bạp nó còn là bạc át ai lọ mơ tê ba bộ bộ mai dương công từ chạp ở đó mới đã xâm rạp nhóm mình đã chạp ở đó đấy mà cho bạp sọc máy chào phụ chào và cả cho bạp chào nâng như ta sẽ chào và cả cho bạp chào bà mình đã đọc lại ấy cả chẳng là bò ở hôn mà này là bò hôn xe nó cứ đua là lùm nơi trong năm nâng hỏi hạt ai bàn là bò ôn trai nâng gọi đua là lùm bà dường màu mơ bà tê chất khang nâng nơi lùi cha ổn tả chuyện rong kru nâng khăn bà tê mà dường nâng bà tê chất khang nâng bà tê Thái bà tê Malay bà tê Indonesiaประเทศจันประเทศอินเดียประเทศไอ้นั่งเนื้อสีนั่นคือรองครูนั่งประเทศขมายรองครูนั่งกาชอเบาอุกฤษกรรมกาจวนโดมันนึกนั่งให้ประเจียบรอดอเมริกเนาะบัดบองประมาณเชียงดอกปรามปอนเลี้ยนเนาะจังระบบอุนไซนั่งมีนาความโตแต่ในไอ้เก่าsập ngày nâng nơi nông phụ kẹp nông đồng được nhom tha nhắc phụ nông phụ mặt bò xóa đấy phụ bà đó về trong rồi từ bờ tây chết khang nó có rong kêu nó nông là bò phun sai nó đó chẳng khmea na là con trò là bò nông tê là chẳng là bò nó bị từ việc đu là lùm mày bà kỳ admin nè bên đầu aoตะโกนคนในมอสบายฮือฮานังชีวิตฮือฮานังอำนาจไอเดียดีอัดเมียนไอมอปะหายไอเครื่องอลังกาบ้าเบียบสู้พาดเบียบสู้เอพาดมาเนี่ยตอนใดยังไม่สัตว์ว่าสุภาพได้ขนาดมอประกรรมมาเรื่องประคอนติบ่าบอลเมียนกระไดประคอนทาเด็กใดแดกเด็กตึกใดขมายยืงได้บัดบองประมาณเชียง50 ตำบลนึงลูกประตะคอนทาบัดบองมันติดเป็นตัวตีกัดเอาเกย์เป็นเอาvà hành chân truyền phía sắc và những hành đất truyền phía sắc nó đã ruột nơi không chùm rum nơi ruột nơi không tăng phiên mà mê lịch bàn chân và chia bột nó có không bằng truyền phía sắc nó có không bằng rong từng trăm tha chùm rồi ngay là bố phun xe nâng oi đặc biệt và đăng nâng a có ban tức đây a có ban từ ruột nơi lên tức đây còn với nhé bà truyền phía sắc cái không trong không từ lừa bò phun xe từ đó trong khối nít ta con người ta
ទឹកដីខ្មែរ50តំបន់ហ្នឹងគឺទឹកដីបាត់បង់បន្តិចបន្តួចទេនឹងឲ្យកាត់ឲ្យគេបណ្ដោយបាទដល់អញ្ចឹងបាទដល់អញ្ចឹងជនភាសាខ្មែរនៅក្នុងប្រទេសនៅក្រៅប្រទេសហ្នឹងដល់ពេលហ្នឹងបាទបាទអូហ្នឹងហើយទៅក្រៅក៏បងហ្នឹងហើយអូមក6ព្រឹកចឹងខាងហ្នឹងចាទៅលឿនណាបើផាកខាងហ្នឹងមក6ព្រឹកខ្ញុំទៅផាអើយខានឡាយយូរដែរព្រះសបុកខូចអស់ហើយបកើតព្រះសបុកឥឡូវហ្នឹង2ខែបកើតព្រះសបុកភ្លាមគម្រប់60ថ្ងៃបានក្រុមហ៊ុនបើកឲ្យឡាយបាទឥឡូវនឹងព្រះសបុកអត់ដូចមុនទេអត់ដូចមុនយើងបកើតបានតែមួយអាទិត្យអីយើងឡាយបានតែឥឡូវអត់ទេក្រុមហ៊ុនព្រះសបុកបាទរៀបសួរណានរៀបសួរអញ្ចឹងនៅក្នុងរបបហ៊ុនសែននេះក្រុមហ៊ុននៅស្រុកខ្មែរនេះគឺដួលរលំអស់ហើយបាទឥឡូវហ្នឹងមកដល់ប្រព័ន្ធធនាគារមីក្រូហិរញ្ញវត្ថុហ្នឹងក៏ដួលរលំដែរដូចជាធនាគារចិនស៊ីធនាគារតោប្រេនក្រុមហ្នឹងក៏ឥឡូវហ្នឹងមកធនាគារចុងក្រោយនេះមួយទៀតហើយបាទធនាគារ APD ក៏ដួលរលំដែរអតិថិជននឹងទៅបើកលុយបើកអត់បានទេអញ្ចឹងហ៊ុនសែនគាត់នៅដំណាក់កាលនៅពេលនេះគាត់ធ្វើស៊ីហើយបាទពីលស៊ីពីលហើយគាត់ធ្វើស៊ីពីលនឹងតាមរូបភាពពីលស៊ីពីលនឹងគាត់ធ្វើស៊ីតាមធនាគារនឹងបាទបកកលុយឬមួយបិទប្រព័ន្ធធនាគារនឹងដើម្បីយកលុយពីធនាគារនឹងទៅបើកប្រាក់ខែគ្រូប្រាក់ខែទាហានដើម្បីការពារអំណាចគាត់បន្តទៅមុខទៀតបានមួយខែទៀតណាបាទរៀបសួរណាត់រៀបសួរអញ្ចឹងព័ត៌មានថ្ងៃនេះមានរបបហ៊ុនសែនហ្នឹងគឺចិត្តដួលរលំហើយមិនដឹងជាទៅខ្ចីបលនរណាពឹងពាក់នរណាបានទេបាទប៉ុន្តែរឿងថ្មីនៅដំណាក់កាលចុងក្រោយនេះគឺប្រទេសបារាំងគឺដាក់ស្ពាតខ្លាំងបាទដាក់ស្ពាតទៅលើរបបហ៊ុនសែនបាទថ្មីហ្នឹងប្រទេសបារាំងគេដាក់ស្ពាតទៅលើរបបហ៊ុនសែននឹងខ្លាំងបាទគឺដាក់ស្ពាតលើរបបហ៊ុនសែនហ្នឹងគេដាក់សារណវាតឲ្យទៀតបាទគេដាក់សារណវាតឲ្យទៀតអញ្ចឹងហ៊ុនសែនគេត្រូវតែដកគេត្រូវតែបញ្ចប់អីបាទបើពេលបារាំងចេញមុខហើយបាទហេតុអីបានបារាំងចេញមុខបងខ្មែរយើងបារាំងបើនិយាយចំបារាំងបើយើងលើកថយក្រោយទេហេតុអីបានដំណាក់កាលចុងក្រោយនេះបារាំងដាក់ស្ពាតទៅលើរបបហ៊ុនសែននឹងឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ឲ្យមុនខែវិច្ឆិកាហ្នឹងគឺខែ11ឲ្យដោះលែងឲ្យមុនខែវិច្ឆិកានឹងកិច្ចប្រជុំកម្ពុជានៅស្រុកខ្មែរយើងហ្នឹងមកហេតុអីបានបារាំងបើវិញនិយាយចំបងខ្មែរយើងបារាំងមានបារាំងមហាអំណាចមួយដែរបើយើងនិយាយចំបារាំងវាមានឥទ្ធិពលជាងអាមេរិកទៀតសម្រាប់ប្រទេសខ្មែរយើងបាទតែមហាអំណាចពិភពលោកនោះគឺអាមេរិកតែយើងចង់និយាយថាបារាំងហ្នឹងគឺសំខាន់ណាស់តាក់ទងនឹងរឿងប្រទេសខ្មែរយើងនោះបារាំងគឺមានឥទ្ធិពលទី1បារាំងធ្លាប់ដាក់អាណានិគមនៅលើស្រុកខ្មែរយើងបាទហ្នឹងយើងនិយាយចោះក្បាលបន្តិចទៅទី2បារាំងគឺជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាព$23នៅទីក្រុងប៉ារីសបាទបារាំងជាប្រធានសហប្រធានឥណ្ឌូនេស៊ីគឺអនុប្រធានបាទអញ្ចឹងនៅក្នុងនៅទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងលក្ខខណ្ឌដែលបារាំងជាប្រធានប្រទេសចុះហត្ថលេខីហ្នឹងអញ្ចឹងប្រទេសខ្មែរយើងហ្នឹងគឺអន្តរជាតិ
អន្តរជាតិគេដាំដើមឈើលទ្ធិប្រជាធិបតេយ្យនៅលើស្រុកខ្មែរនៅប្រទេសខ្មែរយើងហ្នឹងបាទយើងមានអកិច្ចព្រមព្រៀង$23នៅទីក្រុងប៉ារីសហ្នឹងបាទបារាំងអន្តរជាតិគឺជំនួយមួយឆ្នាំរាប់ពាន់លានហ្នឹងហ៊ុនសែនយកទៅជំនួយគេចុងក្រោយមករំលាយគណៈបក្សសង្គ្រោះជាតិមកធ្វើកុម្មុយនីសផ្ដាច់ការអញ្ចឹងបារាំងគេអត់ព្រមទេបាទអន្តរជាតិគេអត់ព្រមទេណាបាទអន្តរជាតិគេខំប្រឹងដាំឈើលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរហើយយើងទៅរំលាយលទ្ធិប្រជាធិបតេយ្យមកធ្វើកុម្មុយនីសផ្ដាច់ការអញ្ចឹងបារាំងអន្តរជាតិគេអត់ព្រមទេអាហ្នឹងទី2ទី3រឿងអីរឿងតាក់ទងនឹងរឿងសម្លាប់លោកលីនគីមយ៉ាបាទសម្លាប់លោកលីនគីមយ៉ាឆ្នាំទៅហ្នឹងក៏បារាំងនិងថៃហ្នឹងក៏មេធាវីហ្នឹងគឺទំនាក់ទំនងគ្នាគេប្តឹងផ្ដាល់គេដាក់សម្ពាធទៅលើរបបហ៊ុនសែនហ្នឹងឲ្យបកគលអាពេជ្រកំសុននិងអាលីរតនៈហ្នឹងបកគលឲ្យថៃបកគលឲ្យបារាំងបាទតាក់ទងនឹងសម្លាប់លោកលីនគីមយ៉ាអាដាមគាត់ជាជនជាតិបារាំងបាទអញ្ចឹងហ៊ុនសែនហ្នឹងក៏នៅក្នុងតាក់ទងរឿងហ្នឹងតាក់ទងរឿងប្តឹងផ្ដាល់គប់ប្របែកនៅមុខរដ្ឋាភិបាលឆ្នាំ97ទៀតបាទនៅក្នុងវងបាតកម្មដឹកនាំដោយលោកប្រធានសំរងស៊ីបាទស្លាប់7-8 10នាក់របួស200-300នាក់អញ្ចឹងសំណុំរឿងកាត់សេចក្តីហ្នឹងនៅនឹងតុលាការបារាំងហ្មងបាទអញ្ចឹងបារាំងត្រូវលូកដៃបារាំងគេបានតែខ្ញុំខ្ជិលនិយាយឲ្យវាអស់ពេកទៅបានតែគ្រាន់តែថាបារាំងគេដាក់សារណបាតឲ្យហ៊ុនសែនហើយឲ្យដោះលែងអ្នកទោសទាំងអស់ឲ្យមុនខែ11ខែវិច្ឆិកាឲ្យមុនខែវិច្ឆិកាហើយនឹងឲ្យមុនកិច្ចប្រជុំកំពូលបាទកិច្ចប្រជុំកំពូលដឹកនាំដោយបារាំងហ្នឹងអាហ្នឹងគេអាចលើក$23បាទកិច្ចប្រជុំកំពូលហ្នឹងគឺកិច្ចប្រជុំដើម្បីកោះ$23ហ្នឹងឲ្យរស់ឡើងវិញណាបាទកិច្ចប្រជុំហ្នឹងគឺប្រជុំអាកិច្ចព្រមព្រៀង$23មកអញ្ចឹងបានតែបារាំងដាក់សារណបាតឲ្យហ៊ុនសែនគឺគេចាប់មកនៅក្នុងឆ្នាំហ្នឹងគឺបារាំងគេដាក់សម្ពាធលើរបបហ៊ុនសែនខ្លាំងណាស់ហើយគេដាក់សារណបាតឲ្យគាត់មកទៅមកដោះលែងអ្នកទោសនយោបាយហើយហ៊ុនសែនគេអញ្ចេះបងប្អូនខ្មែរយើងខ្ញុំលើកយកមកវិភាគចំណុចហ្នឹងបន្តិចចុះហេតុអីបានបារាំងនឹងមកដាក់សារណបាតឲ្យហ៊ុនសែនហើយដាក់សម្ពាធលើហ៊ុនសែនហើយដាក់សារណបាតឲ្យហ៊ុនសែនឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់អញ្ចឹងបារាំងគេត្រូវការមករៀបចំប្រទេសខ្មែរជាសាថ្មីបាទបារាំងគេត្រូវការរៀបចំប្រទេសខ្មែរយើងជាសាថ្មីអញ្ចឹងហ៊ុនសែននឹងត្រូវតែគេបញ្ចប់នៅចុងឆ្នាំ2026ហ្នឹងបាទគេបញ្ចប់របបហ៊ុនសែនហ្នឹងនៅក្នុងឆ្នាំ2026ហ្នឹងចូល2027គេនឹងរៀបចំបោះឆ្នោតមេឃុំបាទហ៊ុនសែនហ្នឹងគឺគុំនេះហ្នឹងគឺគេការបោះឆ្នោតមេឃុំឆ្នាំ2027ហ្នឹងគឺហ៊ុនសែនហ្នឹងគឺគេអត់ឲ្យចូលរួមបោះទេតែបោះស្អីទៀតបើយើងមេដឹកនាំប្រជាហើយហ្នឹងបកពួកហ៊ុនសែននិងបកប្រជាជនបញ្ចូលនៅក្នុងបញ្ជីខ្មៅអន្តរជាតិឲ្យអញ្ចឹងគុំនេះគេត្រូវគេបញ្ចប់មកហ៊ុនសែនហ្នឹងគេត្រូវបញ្ចប់តកូលហ៊ុនសែនហ្នឹងគេត្រូវបញ្ចប់គាត់នឹងឬមួយគេចាប់គាត់នឹងនៅមុននៅចុងឆ្នាំ2026ហ្នឹងមកបាទដល់ចូល2027អាហ្នឹងបានយើងរៀបចំការបោះឆ្នោតមេឃុំបាទអញ្ចឹងនៅក្នុងចុងឆ្នាំហ្នឹងមានកិច្ចកម្ពុជាប្រជុំពិសេសបាទដល់កិច្ចកម្ពុជាប្រជុំពិសេសហ្នឹងដល់ប្រជុំរួចហ្នឹងប្រជុំនៅក្នុងខែ11 12ហ្នឹងរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងវិលចូលស្រុកបាត់ហើយបាទគេតែបារាំងកោះប្រជុំមកកិច្ចព្រមព្រៀង$23ឡើងជាសារថ្មីមក
នៅក្នុងប្រជុំរួចមកគេបាទអន្តរជាតិនឹងគេដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងដើម្បីទៅរៀបចំការបោះឆ្នោតឃុំបងប្អូនខ្មែរយើងនយោបាយបងប្អូនខ្មែរយើងឲ្យចេះតាមដាននយោបាយតើហេតុអីបានគេដាក់បលិសអន្តរជាតិនៅស្រុកខ្មែរតើហេតុអីបានគេដាក់បលិស FBI នៅស្រុកខ្មែរបាទគេនយោបាយអន្តរជាតិគេទៅគៀបអាខាងក្នុងនោះតែរឹងអស់ហើយបាទបលិសអន្តរជាតិបលិស FBI គេបញ្ជូននៅស្រុកខ្មែរតាំងពីចុងឆ្នាំ2025តាំងពីខែ10ខែ9គេបញ្ជូនទៅនឹងបាទគេបញ្ជូនទៅគេប្ររឹងគេទៅបញ្ចប់របបហ៊ុនសែនហ្នឹងហើយបាទអាហ្នឹងគេបើយើងនិយាយចំទៅអាហ្នឹងគេទៅរៀបចំផ្លូវឲ្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ចូលបាទគេទៅបរឹងខាងក្នុងនឹងស្រេចហើយបាទតែបងប្អូនខ្មែរយើងខ្លះអត់ដឹងទេបាទតែខ្ញុំប្រហែលត្រង់នឹងបន្តិចបាទគេទៅរៀបចំមុនអញ្ចឹងបាននយោបាយរឿងជាតិយើងខំប្រឹងមកតាមដានឲ្យស៊ីចម្រើបន្តិចបាទកុំចាំនឹងគេនិយាយចំមកអញ្ចឹងតើហេតុអីណែបងប្អូនខ្មែរយើងគិតចេះបលិសអន្តរជាតិនិងបលិស FBI នៅលើពិភពលោកហ្នឹងគេមិនងាយបញ្ជូនទេណាបាទនៅលើពិភពលោកហ្នឹងគេខ្លាចណាស់គេខ្លាចប្រទេសមហាអំណាចបលិសអន្តរជាតិហ្នឹងគេបញ្ជូនទៅប្រទេសណានីមួយហ្នឹងគឺត្រូវទៅបញ្ចប់របបហ្នឹងហើយបាទបើពីនៅប្រទេសឥឡូវយើងនិយាយប្រៀបធៀបដូចប្រទេសខ្មែរយើងបលិសអន្តរជាតិបលិស FBI ហ្នឹងគេបញ្ជូនទៅហើយបញ្ជូនទៅតាក់ទងនឹងរឿងអីតាក់ទងនឹងរឿងមេដឹកនាំផ្ដាច់ការរំលោភសិទ្ធិមនុស្សអាហ្នឹងទី1ទី2តាក់ទងនឹងរឿងឧក្រិដ្ឋកម្មឆ្លងដែនឬមួយឧក្រិដ្ឋកម្មការឆបោកតាមប្រព័ន្ធអនឡាញបាទមិនឃើញអាមេរិកវាបាត់លុយជាង15,000 លានទៅពិភពលោករងគ្រោះនៅក្នុងរបបហ៊ុនសែនបាទគ្រាន់តែជនជាតិឥណ្ឌានោះ5,000 នាក់រងគ្រោះនៅក្នុងរបបហ៊ុនសែនរងគ្រោះនៅក្នុងប្រទេសខ្មែរយើងពិភពលោកគេរងគ្រោះប្រជាពលរដ្ឋគេរងគ្រោះនៅស្រុកខ្មែរយើងបាទដល់អញ្ចឹងគេបញ្ជូនបលិស FBI មកបាទគេបញ្ជូនបលិសអន្តរជាតិមកបាទតែគេបញ្ជូនបលិសអន្តរជាតិទៅអីគឺគេទៅបញ្ចប់របបហ្នឹងហើយបាទអញ្ចឹងបងខ្មែរឥឡូវបាទនិយាយបាទនយោបាយគឺគេដឹងអញ្ចឹងបានតែគាត់ខ្ញុំប្រហើបក្បាលបន្តិចទៅខ្ជិលទៅអត្ថាធិប្បាយអីឲ្យវិញប្រហើបក្បាលអញ្ចឹងរបបហ៊ុនសែនដូចខ្ញុំតែហ៊ុនសែនគេដាក់បលិស FBI គេដាក់បលិសអន្តរជាតិហ្នឹងបាទដល់គេបញ្ជូនបលិស FBI បលិសអន្តរជាតិឥឡូវហ្នឹងបរាំងនឹងគេចេញគេដាក់ស្ពាតលើរបបហ៊ុនសែនគេដាក់អាសានបាតឃើញទេបាទអញ្ចឹងមុនដំបូងគេបញ្ជូនទៅបលិស FBI បលិសអន្តរជាតិបលិស FBI បលិសអន្តរជាតិហ្នឹងកិច្ចការងារអន្តរជាតិអាហ្នឹងប្រព័ន្ធគេមកខ្មែរយើងប្រព័ន្ធគេបាទគាត់តែផ្នែកមួយបលិសអន្តរជាតិមួយបលិស FBI បលិសអាមេរិកទៅបាទគាត់តែគេសហការគ្នាធ្វើការជាមួយគ្នាបាទអញ្ចឹងគេដឹងថារបបហ៊ុនសែនហ្នឹងគេបញ្ជូនកម្លាំងទៅនឹងគេទៅតាមដានតែហ៊ុនសែនហ្នឹងនៅជ្រកក្នុងរុនកន្លែងណាគឺគេតាមដានគេវែកគេដឹងទាំងអស់បាទដល់ពេលវេលាគេចាប់គឺគេឲ្យគឺគេប្រកាសមុនហ្មងបាទគេប្រកាសគេដាក់សម្ពាធគេឲ្យអាសានល្បាតបើខ្មែរយើងមើលអាមេរិកចាប់ប្រទេសអាម៉ាសូរ៉ូចាប់អាម៉ាសូរ៉ូមេដឹកនាំផ្ដាច់ការនៅប្រទេសវេណេស៊ុឡាហ្នឹងឃើញរយៈពេល3ខែហ្នឹងបាទអាមេរិកឲ្យដាក់សម្ពាធបញ្ជូនកម្លាំងដាក់សម្ពាធឲ្យពេលវេលាវាបាទឲ្យពេលវេលាវានឹងឲ្យក្រុមគ្រួសារប្រពន្ធកូនវានឹងបាទរស់នៅប្រទេសណាក៏ទៅបាទអញ្ចឹងគេឲ្យអាសានវ៉ាតគេឲ្យពេលវេលាបានតែពួកវាស្រឡាញ់នឹងអំណាចមេដឹកនាំផ្ដាច់ការវាស្រឡាញ់នឹងអំណាចបាទដល់គេដាក់អាសានវ៉ាតអញ្ចឹងដល់ពេលវេលាគេចាប់ញែក
មេដឹកនាំផ្លូវការគឺគេចាប់ចឹងហ្មងតែអ្នកឯងអត់ធ្វើតាមគេគឺចាប់យកទៅកាត់ទោសចឹងពួកហ្នឹងពួកមេដឹកនាំផ្លូវការគឺចឹងទៅគឺគេចាប់ចឹងគេចាប់យកទៅកាត់ទោសចឹងបាទអាហ្នឹងបើទី1គេចាប់ទៅកាត់ទោសទី2បើពេលអ្នកឯងខ្លាំងដោយអារម្មណ៍គេតាមគប់តិចហ្មងមេដឹកនាំផ្លូវការហ្នឹងប្រមាណមេមន្ត្រីក្រាក់ហ្នឹង50 នាក់ហ្នឹងមេដឹកនាំនៅប្រទេសអារ៉ុបឃើញអាមេរិកនិងអ៊ីស្រាអែលឃើញបាទគេកំពុងដាក់កម្លាំងដាក់ទ័ពទៅឃើញសម្លាប់ចង់អស់លីងហ្នឹងពួកអាមេដឹកនាំផ្លូវការហ្នឹងបាទអញ្ចឹងមេដឹកនាំផ្លូវការមាន2ផ្លូវបើពេលអ្នកឯងខ្លាំងអាហ្នឹងគេអត់មានតែកាត់ទោសទេអាហ្នឹងគេបញ្ជូនវាទៅស្រុកដើមវិញហ្មងបាទបើពេលថាអ្នកឯងមិនខ្លាំងទេអាហ្នឹងគេចាប់យកទៅដាក់គុកបាទនឹងហើយបងនិយាយវារឿងហ្នឹងបើខ្មែរយើងខ្ញុំឃើញមេដឹកនាំផ្ដាច់ការនៅប្រទេសគុយបានឹងប្រទេសវេណេស៊ុឡាហ្នឹងគឺវានៅហ្វីបអាមេរិកដូចគ្នាបាទវានៅជិតប្រទេសអាមេរិកដូចគ្នាវានៅហ្វីបអាមេរិកាដូចគ្នាហ្វីបអាមេរិកដូចគ្នាបាទវាប្រទេសគុយបាហ្នឹងក៏នៅជាប់នឹងព្រំដែនទឹកនឹងជាប់គ្នាដែរជាមួយប្រទេសវេណេស៊ុឡានិងអាម៉ាហ្សារ៉ូហ្នឹងបាទដល់ចាប់អាម៉ាហ្សារ៉ូយកទៅកាត់ទោសទៅអាមេរិកទៅវាយអារ៉ង់ទៀតឥឡូវមកគម្រាមអាម៉ាហ្សារ៉ូណាអាម៉ាហ្សារ៉ូទៅស្អីបាទអាម៉ាហ្សារ៉ូដល់វាគ្នាផ្ទៃគ្នារត់ទៅថ្វាយគុំអាមេរិកអញ្ចឹងបងប្អូនខ្មែរយើងនៅក្នុងសារនយោបាយនៅក្នុងសារនយោបាយដែលអាមេរិកទៅបញ្ចប់មេដឹកនាំផ្ដាច់ការនៅប្រទេសអារ៉ង់នេះគឺអាមេរិកទៅបញ្ចប់មេដឹកនាំផ្ដាច់ការអារ៉ង់បាទគេទៅបញ្ចប់អាហ្នឹងហើយអាមេរិកពមៀនទាំងអស់ឲ្យទៅចំពោះថាមេដឹកនាំផ្ដាច់ការបាទគេទៅកំទេចអារ៉ង់ហ្នឹងគឺគេកំទេចអាប្រទេសធំហ្នឹងហើយគេមកពមៀនអាប្រទេសតូចបាទវាព្រោះតាគេទៅបញ្ចប់អាប្រទេសធំហើយគេមកពមៀនអាប្រទេសតូចអាហ្នឹងដល់ពេលវេលាគេញ៉ាំងហ្មងដោយហ៊ុនសែនណាដល់ពេលវេលាគេអូសកវាយកទៅកាត់ទោសមកដោយហ៊ុនសែននេះហ៊ុនសែនឯមេដឹកនាំផ្ដាច់ការនៅប្រទេសគុយបាហ្នឹងណាបាទតកូលហ៊ុនហ្នឹងដល់ពេលវេលាគេអូសកយកទៅកាត់ទោសមកពួកអាមេដឹកនាំផ្ដាច់ការហ្នឹងគេគ្មានទៅឲ្យតម្លៃទេបាទដល់ពេលវេលាគេញ៉ាំងគេអូសកឯងចឹងបាទហ៊ុនសែនថ្ងៃហ្នឹងដេករួញដេកនៅក្នុងរុនហ្នឹងបាទដល់ពេលវេលាអាហ្នឹងដោយយើងមកប្រៀបធៀបដោយប្រទេសវេណេស៊ុឡាប្រទេសគេធំផងប្រទេសគេធំហើយប្រទេសគេលំដាប់ប្រេងទី1ពិភពលោកទៀតបាទគេទៅតែមានសំណាញ់មេឃអីពិតប្រកបរបស់គេហើយប្រទេសខ្មែរយើងមានស្អីសំណាញ់មេឃមានតែសំណាញ់មេឃខ្យល់ទេប្រទេសខ្មែរយើងការដឹកនាំដោយហ៊ុនសែនចេះធ្វើស្អីធ្វើដូចចង្កឹះធ្វើមិនបានផងហ្នឹងនៅក្នុងការដឹកនាំហ៊ុនសែនហ្នឹងរស់ដោយសារសុំទានគេស៊ីហ្នឹងទៅណាទៅសុំទានគេស៊ីលក់ជាតិស៊ីបោកប្រាស់គេស៊ីហ្នឹងទៅហ៊ុនសែនណាបើខ្មែរយើងការដឹកនាំដោយហ៊ុនសែនណាទី1លក់ធនធានទ្រព្យសម្បត្តិជាតិស៊ីទី2ប្លន់ដីប្រជាពលរដ្ឋទី3បោកប្រាស់អន្តរជាតិដើម្បីហ៊ុនសែនមករក្សាកាន់អំណាចហ្នឹងបោកប្រាស់អន្តរជាតិហ្នឹងទៅសុំទានគេផងទៅយកឈ្មោះខ្មែរយើងហ្នឹង6 7 10លានអ្នកហ្នឹងដើរស្ពាយដើរសុំទានគេដើរខ្ចីបុលគេនៅលើឆានអន្តរជាតិឃើញទេបាទហើយយកអាផ្លូវខ្នល់ណាបន្តិចតួចនិយាយដល់ហ្នឹងបើខ្មែរយើងកាពី
ពីមុនកាលពីច្រើនឆ្នាំដែរផ្លូវពីស្វាយទៅសៀមរាបបាទខ្ញុំជិះឡានខ្ញុំកាលហ្នឹងខ្ញុំលើកកន្លែងហ្នឹងតិចឆ្នាំ2000អញ្ចឹងដូចបាទឆ្នាំ2005ហើយ2006 2007អញ្ចឹងឆ្នាំខ្ញុំភ្លេចដែរបានតែខ្ញុំចាំបានថាខ្ញុំសួរគេជិះឡានណាខ្ញុំសួរគេកាលហ្នឹងខ្ញុំមិនសូវជាចូលរួមកិច្ចការសង្គមអីជ្រើយើងអត់សូវយល់ដឹងអីស៊ីជម្រៅអីច្បាស់ដូចឥឡូវទេកាលហ្នឹងខ្ញុំសួរគេជួយហើយហេតុអីបានផ្លូវពីស្វាយទៅប៉ោយប៉ែតហ្នឹងហេតុអីបានអត់ព្រមធ្វើឲ្យយើងសួរគេអញ្ចឹងតើហេតុអីហើយទេសចរទៅពីថៃទៅហ្នឹងទេសចរទៅពីថៃទៅហ្នឹងប៉ោយប៉ែតទៅស្វាយគេទៅដើរលេងទេសចរនៅសៀមរាបបានតែផ្លូវពីស្វាយទៅសៀមរាបហ្នឹងផ្លូវវាអាលាក់ខ្ញុំថាជួយឲ្យមិនផ្លូវគេក្រៅពីកន្លែងហ្នឹងឃើញពីប៉ោយប៉ែតទៅស្វាយឃើញផ្លូវគេល្អហើយហេតុអីបានពីស្វាយទៅសៀមរាបអត់ព្រមធ្វើល្អផ្លូវផ្លូវអាលាក់កលុកគេថាអាហ្នឹងទុកសុំទានគេយើងអត់ដឹងហ៎គេថាហ្នឹងរដ្ឋាភិបាលហ៊ុនសែនហ្នឹងយកអាផ្លូវខ្នល់កលុកហ្នឹងទៅថតអាហ្នឹងដើម្បីទៅសុំជំនួយគេទៅសុំទានគេនៅលើឆាកអន្តរជាតិហ៎ឲ្យយើងអត់ដឹងថាមិនព្រមជួសជុលឲ្យផ្លូវទេសចរពីស្វាយទៅសៀមរាបហ្នឹងបើផ្លូវទេសចរអង្គរវត្តហ្នឹងគេទៅរាល់ថ្ងៃឡានបើកហេតុអីមិនព្រមជួសជុលគេថាទុកអាផ្លូវកលិកលុកហ្នឹងទៅនៅវាដើរសុំទានគេនឹកឃើញថាអូអានេះគំនិតខូចណាស់នឹកឃើញយើងនឹកឃើញបងប្អូនខ្មែរយើងគេប្រាប់យើងថាអូអានេះគំនិតខូចអានេះបោកគេហ្នឹងពួកអាមេដឹកនាំប្រកាអានេះចេះតែដើរបោកប្រាស់គេស៊ីហ្នឹងបាទយកអាផ្លូវខូចផ្លូវកលុកយកកន្លែងនេះកន្លែងនោះទៅបង្ហាញប្រាប់គេទៅខ្ចីបុលគេទៅបាទអាហ្នឹងអញ្ចឹងបងប្អូនខ្មែរយើងអញ្ចឹងហ៊ុនសែនបារាំងគេដាក់សារណបាតឲ្យហ៊ុនសែនហ្នឹងដោះលែងអ្នកទោសនយោបាយទាំងអស់ឲ្យមុនខែ11បាទឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់បារាំងដាក់ស្ពាតខ្លាំងហើយដាក់សារណបាតឲ្យដោះលែងអ្នកទោសនយោបាយហ្នឹងឲ្យមុនខែ11ហើយនឹងឲ្យមុនកិច្ចប្រជុំកំពូលឲ្យដោះលែងអ្នកទោសនយោបាយនៅស្រុកខ្មែរឲ្យដោះលែងទាំងអស់ឲ្យមុនខែ11អញ្ចឹងវាអាចនៅក្នុងខែ11ហ្នឹងវាអាចប្រជុំកំពូលពិសេសបាទវាអាចប្រជុំកំពូលពិសេសនៅស្រុកខ្មែរហ្នឹងអាចដឹកនាំដោយបារាំងបាទអញ្ចឹងបារាំងគឺបារាំងមហាអំណាចមានឥទ្ធិពលខ្លាំងសម្រាប់ប្រទេសខ្មែរយើងបាទអញ្ចឹងហើយបានហ៊ុនសែនតកូលហ៊ុនសែនថ្ងៃក៏ដើរដល់ផ្លូវទាល់ច្រកតាបាទឥឡូវយើងនិយាយពីរឿងពលានយន្តហោះបន្តិចពលានយន្តហោះដែលជឿកុយយើងនេះបាទខ្ញុំឃើញគេផុសមកថាខ្ញុំនឹងរលើកយកមកនិយាយរឿងនឹងខ្លះពលានយន្តហោះដែលជឿកុយយើងហ្នឹងឥឡូវហ្នឹងដូចស្ងាត់តែជ្រាបអត់មានខ្ញុំឃើញគេថតហេតុអីបាទបងប្អូនខ្មែរយើងហេតុអីនេះខ្ញុំមកតាមដានអារឿងតាក់ទងអារឿងបាញ់សម្លាប់នៅកំពង់សោមនេះបាទបាញ់សម្លាប់មេឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញហើយនឹងតកែកាស៊ីណូនៅកំពង់សោមនេះបាទនឹងតាក់ទងនឹងពីលស៊ីពីលទៅបាញ់ទាំងថ្ងៃបាញ់សម្លាប់ទាំងថ្ងៃដល់អញ្ចឹងវាផ្អើលពិភពលោកបាទដល់អញ្ចឹងដែលអ្នកទេសចរនៅលើឆាកអន្តរជាតិហ្នឹងកើតតែគេអត់ហ៊ានមកលេងនៅស្រុកខ្មែរបាទនិយាយបងប្អូនខ្មែរយើងអាពេលខ្លះខ្ញុំបើកវងកញ្ចក់ទៅនឹងតិចអញ្ចឹងប្រទេសខ្មែរយើងដឹកនាំដោយមេដឹកនាំផ្ដាច់ការវាត្រូវតនកម្មអន្តរជាតិហើយពិភពលោកហ្នឹងគេដឹងថានៅក្នុងប្រទេសខ្មែរយើងហ្នឹងគឺមានមេខ្លោងឆបោកការជួញដូរមនុស្សអញ្ចឹងក្រុមហ៊ុនយន្តហោះបាទក្រុមហ៊ុនយន្តហោះក្រុមហ៊ុននៅលើពិភពលោកហ្នឹង
bà về chia bọt nơi lưu về phục lục nâng trong tình dùn ho hay mà lên nó sọc mà nâng cứ gồm hồn nâng cứ kịp rạp bà gồm hồn đại lụa sổ bọt dùn ho nâng lấy nhóm ưu tiêu ho đã bọc cùl co bọc cùl co đôi chuồn chiết vì ấy rư môi chuồn chiết à là mong ngay chẳng trong mà đa trong tình sổ bọt dùn ho mà lên sọc mà bà đoàn chẳng gồm hồn dùn ho nâng cứ kịp rạp thà nơi bà tê khmá ạ sòn sọc bà miền ca chạp chấm đất ca chuông đồ mà nữ ca bánh bò từ ngày chẳng đoàn trắng nẹt cầm hồn lụa sờ bọt nó kia ăn lụa ỏi để hơi nẹt đà lê nó lưu sâu tha ạ son nó sọc bánh bò ca chuông đồ mà nữ thư tron ca mà nữ nó kia hiền màu đã đà lấy và liên dân họ đầy chu nơi khai cái đà nó ngắt ở chim ở bên dân họ cho chắc dân mưa à chấm nói nâng và vực mày dừng thế khai dân rất ngày miền say vì say cắt đê vì say sầm non vì say tì cho đùn lùm ỏ bà à lời nâng này rất khai dân rất ngày nó ăn miền dùn họ cho thế bà bị khai dân trong chi dùn họ ấy nâng trong mà rất thấy nó từ rất dùn thân nó bà chỉ lan được sọc dùn tới nó tờ lần dùn ho nó sọc dùn nó ba mà chỉ mà sọc thầy à bị thầy nó còn chẳng này chỉ dùn ho bị thầy nó còn tới cho nó sọc dùn này bà sọc mai dừng lên miền dùn ho cho tờ chẳng dừng mưa sân nhà nữa dừng mưa sân nhà và tiệc mai chúa bị bắt sân được tích bị bắt cung chùm bốc chùm bo sợ krom phụ chào krom phụ mafia bánh bò chẳng á bà bị phục lục kiện màu bà hỏi dân vô mà mơ sập ngày đang tiết sáng chứ là lắm bà mơ ngày chứ mà sao mấy ngày mấy nhóm tê thì liên tục mai khi ông này dây về đường sáng nâng tịnh cái dây về đường sáng kia này dây nâng rừng ghé vòng ghé bà kia nó người ta mà lít ra muốn tầm bày rồi ấy ở đó một bó này lỡ lần ghé lỡ lần mà lít bày bòn chia ngô bà kia nó dần rạp lũ oi tà lan đấy bà à lỡ nó dần rạp lũ oi dần rạp oi tà chạ lan ấy cái lũ oi bà bây dương chả gan ghé hay nó dương đời bà châu ghé lỡ nó kia bà châu lại tiền bà mà lít lần bày bòn chia ngô ghé bà sang nâng mà xuất bà bầu mày gì nhóm ăn chưa kia sao ngày mấy nữa nhóm tê thì lên trọc mẹ cái tha bị đá mà sang khai dân mà xuất ba bàn tay lời nè nó mà xuất đó lần tới mà lít bằng pơ pon chiến không sang tới bằng mùi pon ấy lời nó lên mà xuất ba mà xuất đừng làm nó pơ pon đâu mà lít á mà xuất ra lấy lại dân sáng Việt hoa mà đa ca nhôm đăng nơi giọt máy với sang với lại những kỳ bà mà xuất với thầu đòi chắc là lời nó mà xuất với bà sang có mà xuất nó có việc có tiết bà là bó vào máy là bó ơi là bó na đây và là bó việc cro với sơ miết là chắc là bó nó việc lại bà thôi chắc là lời nó mà sụt nó được lại trên ta nên chắc dương mưu sửa nhà trong năng đại dương hiền cả dương hiền son là than là bóp hôn sen ta đo play to cho là bóp hôn sen chuyện đùa là lúng nó dương mưu sửa nhà tặng ọc năng bà mà sụt per pon sang phèm pon à bà sang nó phèm pon đôi là tầm bon đây bỏ đôi cả lại anh thì bà cả lại khá miền mùi pon chiếng ở miền này chẳng nè bà bố mai nhưng chân dừng mưa tặng nó nghe dừng mưa bánh hà nó không sụt cung nó phải chia vào rót nó chụp vẽ bấm no tận nia kia tận nia kia tệ thì chôn nó tận đọ lui tận nia kia nó còn đọ tránh điện bà tận nia kia nó còn đu là lum mà đá nó còn hôn xe nó còn thưa si tận nia kia nó đang bây giờ lui từ cà pi ông này quả nó tí mùi tí pi về trâu nó toàn là cam tiền đòi về trâu nó toàn là cam ăn đã chết
វាប៉ះពាល់ទៅលើធនាគារមីក្រូហិរញ្ញវត្ថុបាទដល់វាប៉ះពាល់លើធនាគារមីក្រូហិរញ្ញវត្ថុវាជួបនឹងវិបត្តិសង្គមណែបងប្អូនខ្មែរយើងតែជួបវិបត្តិសង្គមគឺធ្ងន់ណាស់ហ្នឹងមេដឹកនាំផ្ដាច់ការហ្នឹងគឺដល់ពេលវាដួលរលំហើយបើវាជួបវិបត្តិសង្គមមកយើងដោះស្រាយអត់ចេញផងយើងអត់មានលទ្ធភាពមកដោះស្រាយផងរឿងជាតិបាទរឿងបាត់បង់ទឹកដីរឿងជនភៀសសឹករឿងប្រទេសជាតិបាត់បង់ហើយយើងអត់ព្រមប្តឹងការដឹកនាំយើងដឹកនាំប្រទេសឲ្យប្រទេសជាតិបាត់បង់យើងអត់ព្រមប្តឹងអាហ្នឹងមេដឹកនាំក្បត់ជាតិអ្នកដឹកនាំរបៀបម៉េចទឹកដីបាត់បង់អ្នកអត់ប្តឹងអាហ្នឹងមិនក្បត់ជាតិតឡាការអន្តរជាតិមានតាអញ្ចឹងអ្នកឯងការដឹកនាំអ្នកឯងបាត់បង់ទឹកដីបាត់បង់ប្រទេសជាតិអ្នកឯងអត់ព្រមប្តឹងអាហ្នឹងឯងក្បត់ជាតិបាទដឹកនាំរបៀបម៉េចបាត់បង់ទឹកដីអត់ព្រមប្តឹងអាហ្នឹងហើយគេហៅថាមេដឹកនាំក្បត់អញ្ចឹងរបបហ៊ុនសែនហ្នឹងគឺដួលរលំហើយតកូលហ៊ុនហ្នឹងហើយកុំនេះគឺដួលរលំនៅពេលហ្នឹងហ្មងបាទដួលកុំនេះហ្នឹងគឺដួលរលំនៅតកូលហ៊ុនតកូលហ៊ុនដួលរលំទៅកុំនេះអត់មានទេនៅស្រុកខ្មែរយើងបាទនៅស្រុកខ្មែរយើងលែងមានកុំនេះទៀតហើយអញ្ចឹងបងប្អូនខ្មែរយើងជាប្រជាប្រដ្ឋខ្មែរជាឈាមខ្មែរបាទពូជអ្នកចម្បាំងខ្មែរពូជអង្គរអញ្ចឹងយើងខ្មែរស្រឡាញ់ខ្មែរយើងចេះមានការអនុគ្រោះឲ្យគ្នាអារឿងតូចតាចរឿងកពិកកំប៉ុងអង្គកំប៉ុងអញ្ចឹងយើងបដោតជាផលប្រយោជន៍រួមរឿងជាតិមកបដោតជារឿងជាតិជាធំអញ្ចឹងជាតិយើងកំពុងតែលិចលង់ខ្មែរយើងកំពុងតែរងគ្រោះប្រទេសជាតិយើងកំពុងតែបាត់បង់អញ្ចឹងខ្មែរយើងសាមគ្គីគ្នាជាធ្លុងមួយអានឹងទី1ទី2យើងមានរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដឹកនាំដោយលោកប្រធានសំរងស៊ីអញ្ចឹងលោកប្រធានសំរងស៊ីហ្នឹងគឺជានាយករដ្ឋមន្ត្រីបាទនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23អញ្ចឹងយើងមានរដ្ឋាភិបាលខ្មែរយើងពិតប្រាកដហើយនៅធ្វើកិច្ចការនៅលើឆាកអន្តរជាតិអញ្ចឹងខ្មែរយើងឈ្នះនយោបាយនៅលើឆាកអន្តរជាតិហើយអញ្ចឹងពួកមេដឹកនាំផ្ដាច់ការហ្នឹងគឺវាដួលរលំនៅខែខាងមុខឆាប់ហ្នឹងហើយអត់យូរទេបបោខ្មែរយើងអញ្ចឹងហ៊ុនសែនមិនដឹងងាកទៅរលុយណាទេនៅដំណាក់កាលនៅពេលនេះបាទស្លាប់នយោបាយអស់ហើយពីលស៊ីពីលអស់ហើយបាញ់បោះហើយបបោខ្មែរយើងចាំមើលទៅងាប់រហូតបាទបបោខ្មែរយើងនេះចាំមើលចូលខែ4នេះងាប់ទៀតហើយពីលស៊ីពីលទៀតហើយពួកអុក្រិតកម្មឆបោកជនជាតិចិត្តហ្នឹងហ៊ុនសែនគាត់ធ្វើស៊ីឲ្យចុងក្រោយហ្នឹងពីលស៊ីពីលវាធ្វើស៊ីគ្នាដល់ចុងក្រោយគឺដួលរលំទាំងអស់គ្នាមកបាទហើយមានរងនាំផ្ដាច់ការនៅពេលនេះពីលស៊ីពីលគឺវាបាញ់បាទវាបាញ់សម្លាប់ដើម្បីវាប្លន់ហ្មងមេដឹកនាំផ្ដាច់ការដំណាក់កាលចុងក្រោយវាបាញ់សម្លាប់វាប្លន់ហ្មងប្រទេសវាលែងមានច្បាប់ហើយបាទពេលរបបវាចិត្តដួលរលំហើយហ្នឹងរបបវាឯកោហើយហ្នឹងត្រូវតន្តកម្មអន្តរជាតិហើយហ្នឹងបាទអញ្ចឹងពីខ្ញុំបាទចននេះអញ្ចឹងយើងតស៊ូទាំងអស់គ្នាបងប្អូនខ្មែរយើងបាទអញ្ចឹងរបបហ៊ុនសែននេះចុងឆ្នាំនេះបាទចុងឆ្នាំនេះគឺដាក់សម្ពាធខ្លាំងឲ្យដោះលែងអ្នកទោសទាំងអស់បាទអង្គទី1ទី2ចុងឆ្នាំហ្នឹងគេដាក់អាសានអាវ៉ាតគឺគេហ៊ុនសែនហ្នឹងគឺគេបញ្ចប់គេយកគាត់ទៅកាត់ទោសឯហ៊ុនសែនបាទគេអត់មានបដ ாய் ឲ្យទៀតទេបាទតែអាមេរិកនឹងបញ្ចប់ឲ្យសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងអាមេរិកងាកមកអាស៊ីហើយបាទតែសង្គ្រាមចប់នៅអារ៉ង់នយោបាយអន្តរជាតិអាមេរិកងាកមកអាស៊ីបាទងាកមកអាស៊ីគឺយកហ៊ុនសែនទៅកាត់ទោសគេបញ្ចប់របបហ៊ុនសែនអញ្ចឹងពីខ្ញុំបាទចននេះមានប៉ុណ្្នឹងទេចឹងអរគុណច្រើនបានចូលរួម